អភិបាលខេត្តពោធិ៍សាត់លើកឡើងពីគម្រោងសាងសង់និមិត្តរូបទេពអង្គញាឃ្លាំងមឿងជាសេះកាន់លំពែងនៅចំណុចច្រមុះជ្រូកក្នុងសកាត់លលោកសអាយដាមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី29ខែធ្នូឆ្នាំ2025នេះបានលើកឡើងពីគម្រោងសាងសង់និមិត្តរូបទេពអង្គញាឃ្លាំងមឿងជាសេះកាន់លំពែងនិងស្ថាបនាសួនច្បារដ៏ស្រស់ស្អាតមួយនៅចំណុចច្រមុះជ្រូកក្នុងសកាត់លលោកសក្រុងពោធិ៍សាត់បំបែកពីផ្លូវជាលេខ55និងផ្លូវលេខ155 A1 អាយដាមអភិបាលខេត្តបានលើកឡើងបែបនេះក្នុងឱកាសចុះពិនិត្យដោយផ្ទាល់លើកិច្ចការងារឈូសឆាយចាក់ពង្រីកចិញ្ចើមផ្លូវជាលេខ55និងផ្លូវលេខ155 A1 ខណៈដែលផ្លូវនេះត្រូវបានចាត់ទុកជាអត្តភាពគំរូគេក្នុងការអភិវឌ្ឍបន្តមកអាយដាមអភិបាលខេត្តបានបន្តដឹកនាំក្រុមការងាររដ្ឋបាលស្រុកតាឡូសែនជ័យចុះពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនការបើកផ្លូវធ្វើដំណើរឲ្យបានធំទូលាយចំនួនផ្លូវ6ខ្សែការរៀបចំប្រព័ន្ធលូរំដោះទឹកឲ្យល្អនិងការរៀបចំដំឡើងអំពូលភ្លើងបំភ្លឺផ្លូវតាមដងផ្លូវសាធារណៈនិងលើកកម្ពស់សន្តិសុខសុវត្ថិភាពនិងសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាឡូសែនជ័យខេត្តពោធិ៍សាត់អាយដាមខូរីដាបានបន្ថែមថាពិតណាស់ការអភិវឌ្ឍតែងតែប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋជាពុំខានក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍រួមពួកគាត់ក៏រីករាយនឹងទទួលយកការពង្រីកផ្លូវដើម្បីលើកកម្ពស់សុខភាពមូលដ្ឋាននិងជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរនិងទេសចរជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនាំមកជូនដោយហាងនៅសាលៀនមានលក់អាគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168